vấp thưa rồi lột chiết rồi liền vấp thừa bồn rìa chiết càng càng សូមគោរពជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់ដែលនិយមតាមដានទស្សនារការផ្សាយរបស់កម្ពុជាទេសនៅក្នុងវីដេអូនេះខ្ញុំបកណាខ្ញុំនឹងនាំបងប្អូនទៅទស្សនារមណីយដ្ឋានបែបប្រវត្តិសាស្ត្រនិងធម្មជាតិមួយកន្លែងដែលស្ថិតនៅក្នុងទឹកដីនៃខេត្តបាត់ដំបងរមណីយដ្ឋានដែលបងប្អូននឹងទស្សនានៅក្នុងវីដេអូនេះមានឈ្មោះថាភ្នំបាណន់ ភ្នំបាណន់គឺជារមណីយដ្ឋានដ៏ល្អឯកមួយនៅក្នុងខេត្តបាត់ដំបងដែលយើងអាចធ្វើដំណើរទៅកាន់ទីនោះតាមផ្លូវលេខ154ឆ្ពោះទៅភាគខាងត្បូងតាមបណ្ដោយដងស្ទឹងសង្កែចម្ងាយប្រហែល24ម៉ែត្រពីទីរួមខេត្តភ្នំបាណន់ស្ថិតនៅក្នុងភូមិបាណន់ឃុំកន្ទឺ2ស្រុកបាណន់ខេត្តបាត់ដំបងនៅពេលដែលយើងចូលមកគឺយើងត្រូវបង់ថ្លៃសម្បត្តិចូលទស្សនាឡានមួយគ្រឿងគឺតម្លៃ 5,000 រៀលនៅពេលដែលយើងបង់ថ្លៃសម្បត្តិហើយយើងអាចធ្វើដំណើរចូលទៅកាន់រមណីយដ្ឋាននេះរហូតដល់ជើងភ្នំនឹងតែម្ដងនៅពេលដែលយើងបានចូលមកកាន់ខាងក្នុងនេះគឺយើងនឹងឃើញថាបងប្អូនប្រជាពលរដ្ឋអាជីវករគាត់មានការដាក់លក់ដូររបស់របរម្ហូបអាហារត្រីសាច់ជាច្រើននៅក្នុងរមណីយដ្ឋាននេះដែលបង្កភាពងាយស្រួលដែលបងប្អូនមកទោះបីបងប្អូនមិនបានត្រៀមអាហារក៏អាចទិញបានដែរហើយយើងអាចរកទីកន្លែងសម្រាប់ចតយានយន្តរបស់យើងបានសំណុកសុខស្រួលដែរដោយសារតែនៅជើងភ្នំនេះគឺសម្បូរទៅដោយដើមឈើតូចធំជាច្រើនមានដើមឈើខ្លះគឺជាដើមឈើដែលទៅដាំថ្មីតែក៏យើងអាចសម្រាប់បត់ជើងបត់ដៃមានបន្ទប់ទឹកមានអីជាច្រើនដែរហើយកន្លែងចតឡានចតម៉ូតូនឹងទៀតសោតក៏ល្មមសមរម្យដែលយើងអាចចតឲ្យមានសុវត្ថិភាពបន្ទាប់ពីយើងបានចតយានយន្តរបស់យើងហើយយើងអាចធ្វើដំណើរឡើងទៅកាន់ភ្នំនឹងតែម្ដងដែលផ្លូវឡើងនេះសប្តាហ៍ថ្ងៃខ្ញុំមិនដឹងថាតើមានផ្លូវកាត់ណាផ្សេងទៀតទេតែផ្លូវដែលខ្ញុំឡើងនេះគឺតាមចន្ទើដែលមានកម្ពស់រហូតដល់358កាំឆ្ងាយគ្រាន់បើដែរបងប្អូននៅពេលដែលយើងធ្វើដំណើរមកបើសិនជាយើងធ្វើដំណើរចេញមកឡើងភ្នំនេះពីព្រលឹមឬក៏ថ្ងៃរសៀលអាហ្នឹងប្រហែលជាយើងមិនសូវជាមានការនឿយហត់ខ្លាំងប៉ុន្មានទេតែបើសិនជាបងប្អូនមកក្នុងពេលថ្ងៃចិត្តត្រង់អីគឺប្រហែលជាមានការលំបាកតិចដោយសារតែដំណើរនៃការឡើងភ្នំនេះគឺចោតគួរសមជាប្រាប់បងប្អូនអ្នកទស្សនាបានជ្រាបផងដែរថាភ្នំបាណន់គឺជាភ្នំធម្មជាតិដែលមានកម្ពស់រហូតដល់101ម៉ែត្រការធ្វើដំណើរឡើងភ្នំពិតជាមិនស្រួលប៉ុន្មានទេសម្រាប់អ្នកដែលមានរបស់របរត្រូវយូរកាន់ច្រើនឬក៏មានកូនតូចតែសម្រាប់បងប្អូនក្មេងៗគាត់មិនជាមានការពិបាកទេតែគាត់ក៏សប្បាយរីករាយក្នុងការឡើងទៅពេលគាត់ឡើងជុំគ្នាប៉ុន្តែសម្រាប់អ្នកដែលមានវ័យចំណាស់គឺប្រហែលជាមានការលំបាកតិចប៉ុន្តែទោះបីលំបាកយ៉ាងណាក៏ពិតមែនយើងនៅតែប្រឹងតស៊ូឡើងភ្នំនេះឲ្យបានសម្រេច ប
នៅពេលដែលបងប្អូនបានឡើងមកដល់ចិត្តជាងពាក់កណ្ដាលគឺនៅទីនេះគឺយើងមានឃើញនៅកន្លែងសម្រាប់សម្រាកយកខ្យល់អាកាសបន្ធូរជើងដៃបន្ទាប់ពីយើងឡើងតឹងជើងតិចហើយបងប្អូនមកដល់កន្លែងនេះតែជាការសំណាងដែរដែលនៅទីនេះអាជ្ញាធរបានរៀបចំឲ្យយើងអាចអង្គុយដើម្បីយកកម្លាំងសារជាថ្មីម្ដងទៀតមុននឹងយើងបន្តដំណើរឡើងទៅលើដូច្នេះកន្លែងនេះបន្ទាប់ពីយើងសម្រាប់យកកម្លាំងហើយយើងនឹងបន្តដំណើរទៅមុខទៀតប៉ុន្តែទោះបីយ៉ាងណាពីកន្លែងនេះទៅកាន់កំពូលភ្នំគឺมันមានជាបញ្ហាខ្លាំងចោតដូចពីយើងឡើងពីក្រោមមកទេដោយសារពីកន្លែងនេះទៅគឺมันឆ្ងាយប៉ុន្តែវារៀងចោតតិចមែនប៉ុន្តែมันឆ្ងាយទេយើងឡើងតែ4-5 នាទីគឺយើងអាចឡើងទៅដល់នេះបើសិនតែយើងឡើងលេងតែបើសិនតែយើងឡើងលឿនហើយជា1ឬក៏2 នាទីយើងឡើងដល់ហើយកន្លែងហ្នឹងណាឆ្លងកាត់ការប្រឹងប្រែងមិនព្រមចុះចាញ់យើងក៏អាចធ្វើដំណើរឡើងមកដល់កំពូលភ្នំបានដោយជោគជ័យដោយនៅនឹងមិត្តចិនដើរនឹងតែម្ដងគឺយើងនឹងឃើញទូពំប្រាសាទមួយដែលឈរចាំទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិទាំងឡាយទាំងក្មេងទាំងចាស់ដែលបានខិតខំប្រឹងប្រែងហាក់ដូចជាទូប្រាសាទនឹងកំពុងតែឲ្យពរឲ្យជ័យថាសូមឲ្យអ្នកទាំងអស់គ្នាបានសេចក្តីសុខសូមឲ្យអ្នកទាំងអស់គ្នារួចផុតចាកទុក្ខដែលខិតខំប្រឹងប្រែងតស៊ូឡើងតាមកម្មចិនដើរតាំងពីកម្មទី1រហូតដល់កម្មទី350ជាងនេះនៅលើកំពូលភ្នំពិតជាមានខ្យល់អាកាសបរិសុទ្ធខ្លាំងមែនទែនបងប្អូនបន្ទាប់ពីយើងធ្វើដំណើរឡើងខ្នងភ្នំនេះមួយស្របក់មកហើយមានការហត់នឿយយ៉ាងខ្លាំងតាមផ្លូវយ៉ាងណាក៏ពិតមែនតែនៅពេលដែលយើងបានឡើងមកដល់កំពូលភ្នំនេះខ្យល់អាកាសបរិយាកាសនៅលើកំពូលភ្នំនេះពិតជាញ៉ាំងឲ្យភាពនឿយហត់ទាំងឡាយទាំងពួងរបស់យើងដែលបានកើតមាននោះរសាយបាត់ទៅក្នុងរយៈពេលដ៏ខ្លីបំផុតនៅពេលដែលយើងបានមកដល់ទីនេះយើងនឹងឃើញទូប្រាសាទបុរាណចំនួន5ប៉មដែលឈរទទួលស្វាគមន៍ភ្ញៀវដែលបានឡើងមកដល់ទីនេះព្រមជាមួយនឹងបរិយាកាសធម្មជាតិមានព្រៃព្រឹក្សាអ្នកតាវើឲ្យយើងគយគន់ទស្សនាបានយ៉ាងសប្បាយរីករាយជាបន្តទៅទៀតនេះសូមបងប្អូនប្រិយមិត្តអញ្ជើញទស្សនានៅទិដ្ឋភាពនានាដែលខ្ញុំនឹងផ្តិតជូនបងប្អូនទស្សនានៅក្នុងវីដេអូនេះដូចតទៅ
សូមថ្លែងអំណរអរព្រះគុណនិងអរគុណចំពោះកណ្ណាជាម្ចាស់គ្រប់ព្រះអង្គបងប្អូនប្រិយមិត្តទាំងអស់ដែលបានទស្សនានៅខ្សែវីដេអូនេះពីដើមដល់ចប់មានកន្លែងលើសលួសខ្វះខាតកន្លែងណាសូមមេត្តាខន្តីអធ្យាស្រ័យដល់រូបកណ្ណាខ្ញុំបាទដោយសេចក្តីអនុគ្រោះជូនពរបងប្អូនទស្សនិកជនទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនសុវត្ថិភាពក្នុងការធ្វើដំណើរដល់ហើយចិត្តឆ្ងាយកុំភ្លេចជួយ like និង subscribe នៅ Channel ផងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំនឹងផុសជាបន្តបន្ទាប់សូមអរគុណសូមគោរពជម្រាបលា